bà o con nè bà to chọp sạch đây mà tiết trong sông tuột tia chun đó con trái để cái nơi chăm khal rì xây là bỏ lục nè đạiประจำថ្ងៃស្អែកនេះកូនចៅប្រុសស្រីដែលកើតនៅក្នុងឆ្នាំខាលគឺរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតឆ្នាំខាលរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំខាលគឺរាសីឡើងខ្ពស់ត្រដែតលេខសំណាងសម្រាប់កូនចៅប្រុសស្រីដែលកើតនៅក្នុងឆ្នាំខាលគឺលេខ795គឺលេខ795ពណ៌សំណាងគឺពណ៌សលោកអ្នកដែលកើតឆ្នាំខាលលេខសំណាងគឺ795ពណ៌សំណាងគឺពណ៌សរាសីឡើងខ្ពស់ត្រដែតឆ្នាំខាលរាសីឡើងខ្ពស់ត្រដែតលេខសំណាង795លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលគឺរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតរាល់ការប្រកបរបរអាជីវកម្មផ្សេងនៅថ្ងៃស្អែកនេះគឺលោកអ្នកមានលៀបគឺលោកអ្នកមានជ័យគឺលោកអ្នកហេងលោកអ្នកលក់ដូរដាច់លោកអ្នកប្រកបនៅកិច្ចការងារអ្វីក៏បានចម្រើនក៏បានប្រសើរក៏បានថ្លៃថ្លាលក់ដូរដាច់រកស៊ីមានបានតិចទៅជុំចម្រុងចម្រើនមានលៀបមានជ័យចូលមកទៀតនៅថ្ងៃស្អែកនេះអ្វីដែលយើងធ្វើដែលមិនជោគជ័យក៏យើងជោគជ័យហើយរបស់ដែលយើងរាំងស្ទះកន្លងមកក៏អាចរំដោះចេញទៅវិញដែរឧបមាថាយើងលក់ទំនិញហើយទំនិញនេះវាកប់ដើមយូរលក់អត់ចេញក៏វាលក់ចេញវិញអ្វីដែលយើងគិតថារាំងស្ទះក៏វាអាចដោះស្រាយវិញហើយអ្វីដែលយើងកំពុងតែរងចាំដំណឹងដែលយើងកំពុងតែរងចាំនៅអ្វីផ្សេងដែលមិនទាន់មានចម្លើយនោះនៅថ្ងៃស្អែកនេះលោកអ្នកដែលកើតនៅឆ្នាំខាលក៏អាចទទួលបាននៅដំណឹងគួរជាទីគាប់ចិត្តផងដែរអ្វីដែលសំខាន់មួយទៀតនោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលគឺមិនមានឧបសគ្គណាមួយកើតឡើងទេហើយក៏មិនមានអីដែលធ្វើឲ្យរំខានដល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់លោកអ្នកដែរលោកអ្នកដែលកើតនៅឆ្នាំខាលគឺមានសុខសុវត្ថិភាពទាំងទៅទាំងមកបញ្ហាសុខភាពវិញគឺល្អប្រសើរអត់មានឈឺអត់មានគ្រុនអីទេនៅថ្ងៃស្អែកនេះប្រសិនបើយើងឈឺប្រសិនបើយើងគ្រុនក៏យើងជាសះបាត់ស្បើយពីការឈឺគ្រុននេះវិញដែរលោកអ្នកដែលកើតនៅឆ្នាំខាលលោកគ្រូចង់ជម្រាបជូនថាសុខភាពល្អប្រសើរបើយើងក៏លេចទៅមើលរឿងរ៉ាវស្នេហាវិញលោកអ្នកដែលកើតនៅឆ្នាំខាលលោកគ្រូចង់ជម្រាបជូនថាមានភាពផ្អែមល្ហែមមានភាពគេហៅថាស្រឡាញ់គ្នាយល់ចិត្តគ្នាទៅវិញទៅមកណាលោកអ្នកកើតឆ្នាំខាលគឺស្នេហាពោពេញទៅដោយភាពផ្អែមល្ហែមស្នេហាពោពេញទៅដោយភាពស្អិតរមួតបាទហើយអ្វីដែលសំខាន់ទៀតនោះលោកអ្នកដែលកើតនៅឆ្នាំខាលនឹងទទួលបាននៅស្នេហាថ្មីបើសិនជាយើងមិនទាន់ដល់គូហើយបើសិនជាយើងឆ្លោះប្រកែកគ្នាជាមួយនឹងសេចក្តីស្នេហាអីទៀតសោតនោះក៏យើងកាន់តែមានភាពស្រឡាញ់គ្នាហើយក៏មានការយោគយល់ចិត្តគ្នាទៅវិញទៅមកផងដែរអញ្ចឹងសរុបសេចក្តីមកលោកអ្នកដែលកើតនៅក្នុងឆ្នាំខាលលោកគ្រូចង់ជម្រាបជូនថាគឺលោកអ្នកនឹងទទួលបានលាភជ័យសមល្មមទាំងអស់ទាំងការងាររកស៊ីទាំងការធ្វើដំណើរទាំងសុខភាពទាំងសេចក្តីស្នេហាអញ្ចឹងសូមលោកអ្នកខមមិនលេខសំណាង795ហើយ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ795នោះលោកអ្នកនឹងមានលាភនោះលោកអ្នកនឹងមានជ័យហើយលោកអ្នកនឹងប្រាថ្នាកិច្ចការអីបានសម្រេចដោយក្តីបំណងប៉ងប្រាថ្នាទាំងអស់ដោយអ្វីដែលលោកអ្នកប៉ងលោកគ្រូសូមជូនពរដល់កូនចៅទាំងអស់ដែលកើតនៅឆ្នាំខាលនៅថ្ងៃស្អែកនេះឲ្យលោកអ្នកមានលៀបមានជ័យឲ្យលោកអ្នកធ្វើអ្វីបានសមប្រកបណាបាទដោយក្តីស្រឡាញ់ដោយក្តីជូនពរដល់លោកគ្រូមហាជុំទៅកាន់អស់លោកអ្នកចឹងកូនចៅដែលកើតឆ្នាំខាលដេកសង្ឃឹមញញឹមហើយផ្ដល់នៅស្នាមញញឹមហើយនឹងភាពរីករាយដើម្បីថ្ងៃស្អែកនេះឲ្យយើងបំពេញនៅការងារបំពេញនៅភារកិច្ចប្រកបដោយភាពល្អថ្លៃថ្លាប្រសើរខ្ពង់ខ្ពស់ឧត្តមឧត្តមគួរជាទីចាត់ចិត្តសម្រាប់លោកអ្នកបាទយើងសូមបញ្ចប់នៅជោគជតារាសីលោកអ្នកដែលកើតនៅឆ្នាំខាលត្រឹមតែប៉ុណ្នេះយើងបន្តមកដល់ឆ្នាំរោងវិញម្ដងរាសីរបស់កូនចៅដែលកើតនៅឆ្នាំរោងលោកគ្រូចង់ជម្រាបជូនថានៅថ្ងៃស្អែកនេះគឺជាថ្ងៃមួយដែលល្អបាទរាសីរបស់លោកអ្នកដែលកើតនៅឆ្នាំរោងបាទកូនចៅប្រុសស្រីដែលកើតនៅឆ្នាំរោងរាសីរបស់អស់លោកអ្នកប្រចាំថ្ងៃប្រហ័សគឺរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតកូនចៅដែលកើតនៅឆ្នាំរោងលេខសំណាង966ពណ៌សំណាងគឺពណ៌លឿងលោកអ្នកដែលកើតនៅឆ្នាំរោងកូនចៅប្រុសស្រីទាំងអស់ណារាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត
លេខសំណាង966ចំណែកឯពណ៌សំណាងរបស់អស់លោកអ្នកគឺពណ៌លឿងលោកអ្នកដែលកើតនៅឆ្នាំរោងនៅថ្ងៃស្អែកនេះការងារប្រចាំថ្ងៃរបស់អស់លោកអ្នកការប្រកបមុខរបររកស៊ីប្រកបរបរចិញ្ចឹមជីវិតអីទៀតសោតនោះគឺលោកអ្នកនឹងមានលៀបលោកអ្នកនឹងមានជ័យហើយលោកអ្នកប្រាថ្នានៅកិច្ចការងារអ្វីគឺបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាហើយក៏ហេងនៅក្នុងជីវិតរបស់លោកអ្នកដែរការងារលក់ដូររកស៊ីការធ្វើប្រកបរបរអាជីវកម្មគឺលោកអ្នកនឹងមានលៀបមានជ័យដំណើរការទៅល្អប្រសើរណាស់បាទអ្វីដែលជាការរាំងស្ទះនៅថ្ងៃស្អែកនេះក៏នឹងទទួលបាននៅការដោះស្រាយចេញមកវិញហើយអ្វីដែលលៀបអ្វីដែលជ័យនោះក៏លោកអ្នកនឹងទទួលបានសន្សំចាប់ពីថ្ងៃស្អែកនេះទៅផងដែរថ្ងៃស្អែកនេះគឺជាថ្ងៃមួយដែលយើងមានអារម្មណ៍ដ៏ស្រស់ស្រាយថ្ងៃស្អែកនេះគឺជាថ្ងៃមួយដែលយើងមានអារម្មណ៍ល្អប្រសើរអញ្ចឹងយើងធ្វើកិច្ចការងារអីឬមួយក៏យើងសម្រេចនៅកិច្ចការអីនោះគឺនឹងបានដូចបំណងពងប្រាថ្នាហើយអ្វីដែលរឹតតែសំខាន់ទៀតនោះសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងគឺលោកអ្នកមានគំនិតប្រាជ្ញាវាងវៃភ្លឺថ្លានៅថ្ងៃស្អែកគួរជាទីមួយដែលជាមោទកភាពសម្រាប់ខ្លួនយើងហើយបើនិយាយអំពីការធ្វើដំណើរទៅទីជិតទីឆ្ងាយវិញគឺលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងនៅថ្ងៃស្អែកនេះគឺលោកអ្នកមានគេហៅថាសុខសុវត្ថិភាពនៅក្នុងការធ្វើដំណើរទៅទីជិតទីឆ្ងាយពេលខ្លះដំណើរដែលយើងចេញទៅយើងគិតថាជាដំណើរធម្មតាទេប៉ុន្តែដំណើរដែលយើងគិតថាធម្មតានោះគឺវាប្រែមកជាមិនធម្មតាគឺយើងទទួលបាននៅលៀបគឺយើងទទួលបាននៅជ័យហើយក៏យើងទទួលបាននៅសុខចម្រើនហេងនៅក្នុងជីវិតរបស់ពួកយើងដែរលោកអ្នកដែលកើតនៅឆ្នាំរោងការធ្វើដំណើរគឺមានសុវត្ថិភាពហើយទទួលបានលៀបសំណាងមកវិញហើយបើនិយាយអំពីបញ្ហាស្នេហាបាទសំទោសបើនិយាយអំពីបញ្ហាសុខភាពបញ្ហាសុខភាពគឺសុខភាពរបស់លោកអ្នកល្អប្រសើរសុខភាពរបស់លោកអ្នកប្រពៃថ្លៃថ្លាសុខភាពរបស់លោកអ្នករឹងមាំដោយដំរីសាដោយដំរីចុះប្រេងដែលយើងអាចមានគេហៅថាកម្លាំងកាយកម្លាំងចិត្តគ្រប់គ្រាន់ទៅក្នុងការធ្វើឬមួយការបំពេញនៅភារកិច្ចផ្សេងទៅតាមអ្វីដែលយើងចង់ធ្វើមួយវិញទៀតនោះលោកគ្រូចង់ជម្រាបជូនថាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាគឺលោកអ្នកមានភាពល្អប្រសើរមានភាពផ្អែមល្ហែមជាមួយគ្នាមានភាពគេហៅថាស្អិតល្មួតជាមួយគ្នាអ្នកដែលមានប្តីប្រពន្ធរៀបការហើយយូរឆ្នាំនោះក៏គេហៅថាកាន់តែស្រឡាញ់គ្នាកាន់តែស្អិតល្មួតជាមួយគ្នាអ្នកដែលមានស្នេហាគូសង្សារមិនទាន់រៀបអាពាហ៍ពិពាហ៍អីក៏កាន់តែស្រឡាញ់គ្នាយល់ចិត្តគ្នាអ្នកដែលមិនទាន់ដល់គូក៏ដល់គូហើយអ្នកដែលកំពុងតែសារភាពសុំស្នេហ៍គេថាបងអូនណាអូនបងស្រឡាញ់អូនយូរហើយតើអូនព្រមដែរឬទេអញ្ចឹងអ្វីដែលសំខាន់ចម្លើយដែលរងចាំគេក៏បានសារភាពប្រាប់វិញថាគេក៏ស្រឡាញ់យើងដែរអញ្ចឹងវាជាអ្វីដែលល្អប្រសើរណាស់អ្នកដែលមិនទាន់មានគូគឺមានគូត្រូវដល់គូអ្នកដែលសុំស្នេហ៍គេមិនទាន់ឆ្លើយស្អែកក៏គេឆ្លើយដែរអញ្ចឹងណាបាទហើយបើអ្នកគេហៅថាអ្នកពោះម៉ាយអ្នកដែលនៅម្នាក់ឯងអ្នកដែល single មិនប្រាថ្នាស្នេហាទៀតយើងក៏មានភាពផ្អែមល្ហែមស្រឡាញ់គ្នាជាមួយនឹងកូនចៅនៅក្នុងក្រុមគ្រួសារផងដែរអញ្ចឹងលោកគ្រូមហាជុំសូមជូនពរដល់កូនចៅដែលកើតនៅឆ្នាំរោងទាំងអស់សូមឲ្យមានលៀបសូមឲ្យមានជ័យហើយលោកអ្នក comment នៅលេខសំណាងដែលលោកគ្រូបានចែកជូនគឺលេខបាទគឺលេខ800បាទគឺលេខ966លេខសំណាង966ពណ៌សំណាងគឺពណ៌លឿង966ពណ៌សំណាងពណ៌លឿងលេខនេះគឺជាលេខសំណាងរបស់អស់លោកអ្នកនៅថ្ងៃស្អែកបាទអញ្ចឹងសូមជូនពរណាទាំងកូនចៅប្រុសស្រីទាំងអស់សូមឲ្យបានលៀបបានជ័យហើយនឹងសំណាងហើយហេងកូនចៅណាបាទលោកអ្នកដែលកើតនៅឆ្នាំរោងកូនចៅណាបាទមួយម៉ែថ្ងៃស្អែកនេះរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតបាទឆ្នាំមួយម៉ែរាសីរបស់លោកអ្នកថ្ងៃស្អែកគឺឡើងខ្ពស់ត្រដែតលេខសំណាងគឺ988ពណ៌សំណាងគឺពណ៌ផ្កាឈូកឆ្នាំមួយម៉ែលេខសំណាងគឺលេខ988លេខសំណាង988ពណ៌សំណាងពណ៌ផ្កាឈូកកូនចៅដែលកើតនៅឆ្នាំមួយម៉ែសូមកូនចៅខមមិនលេខសំណាងមួយទៅគឺលេខ988ហើយពណ៌សំណាងគឺពណ៌ផ្កាឈូកនៅថ្ងៃស្អែកនេះលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែកិច្ចការងារលក់ដូររកស៊ីកិច្ចការងារធ្វើអាជីវកម្មផ្សេងគឺលោកអ្នកសំប្រកបហើយលោកអ្នកមានលៀបលោកអ្នកមានជ័យអ្នកកើតឆ្នាំមួយម៉ែមានលៀបមានជ័យតាំងពីថ្ងៃនេះទៅនេះបាទតាំងពីថ្ងៃនេះទៅហើយរសៀលថ្ងៃ24នេះគឺចាប់ផ្ដើមមានលៀបចំហាយមកហើយដល់ថ្ងៃស្អែកគឺកាន់តែមានលៀបបន្ថែមទៀតអញ្ចឹងហេងជោគជ័យលក់ដូរដាច់រកស៊ីមានបានណាលោកអ្នកកើតឆ្នាំមួយម៉ែ
ហើយបើនិយាយអំពីការធ្វើដំណើរទៅទីចិត្តទីឆ្ងាយលោកអ្នកដែលកើតឆ្នាំមួយម៉ែគឺមានភាពល្អប្រសើរណាស់អត់មានអីដែលជាការរាំងស្ទះទេហើយបើនិយាយអំពីសុខភាពវិញក៏ល្អប្រសើរដែរអត់ឈឺអត់គ្រុនអីទេមួយម៉ែហើយបើនិយាយអំពីសេចក្តីស្នេហាវិញគឺមានភាពផ្អែមល្ហែមល្អល្អអឿនទាំងជាមួយនឹងស្វាមីភរិយាទាំងជាមួយនឹងគូស្នេហ៍ហេងជោគជ័យស្រឡាញ់គ្នាណាអ្នកដែលមិនទាន់ដល់គូក៏ដល់គូអ្នកដែលឈ្លោះគ្នាប្តីប្រពន្ធក៏ត្រូវរើគ្នាវិញអញ្ចឹងសរុបមកវិញលោកអ្នកដែលកើតឆ្នាំមួយម៉ែលេខសំណាង988ពណ៌សំណាងពណ៌ផ្កាឈូកណាហេងជោគជ័យគ្រប់ប្រការលោកគ្រូសូមជូនពរបាទលោកគ្រូនឹងទស្សទាយជូនដល់កូនចៅដែលកើតនៅឆ្នាំរោកានៅថ្ងៃស្អែកនេះលេខរាសីរបស់លោកអ្នកគឺឡើងខ្ពស់ត្រដែតកូនចៅកើតឆ្នាំរការាសីឡើងខ្ពស់ត្រដែតថ្ងៃស្អែកនេះបាទលេខសំណាងគឺលេខ508ពណ៌សំណាងពណ៌ខ្មៅឆ្នាំរកាលេខសំណាង508ពណ៌សំណាងគឺពណ៌ខ្មៅណាបាទកូនចៅធ្វើកិច្ចការអីរកស៊ីអីក៏បានសំប្រកបដែរល្អជោគជ័យអត់មានអីដែលជាការឡើងរាំងស្ទះសម្រាប់លោកអ្នកទេបាទគឺល្អប្រសើរថ្លៃថ្លាអត់មានអីទេគឺមិនថាប្រកបទៅដោយរលូនប្រកបទៅដោយជោគជ័យរាសីដែលកើតឆ្នាំរកាណាបាទខ្ពស់តដែរការធ្វើដំណើរទៅទីចិត្តទីឆ្ងាយក៏អត់អីដែរគឺមានភាពរលូនហើយមានភាពល្អប្រសើរបាទឆ្នាំរកាហើយសុខភាពក៏ល្អសេចក្តីស្នេហាវិញក៏កាន់តែស្អិតល្មួតផ្អែមល្ហែមស្អែកនឹងអ្នកកើតឆ្នាំរកាមានលៀបមានជ័យចូលហើយសប្បាយចិត្តហើយក៏រីករាយលោកអ្នកនឹងជួបតែមនុស្សល្អហើយដែលជួបតែមនុស្សដែលមានគុណធម៌ចូលមកនៅក្នុងជីវិតរបស់អស់លោកអ្នកអញ្ចឹងលោកអ្នកកើតឆ្នាំរកាលេខសំណាង580ពណ៌សំណាងពណ៌ខ្មៅលេខសំណាងគឺ580ពណ៌សំណាងគឺពណ៌ខ្មៅណាជូនពរជូនជ័យដល់កូនចៅដែលកើតឆ្នាំរកាសូមឲ្យមានលៀបសូមឲ្យមានជ័យសូមឲ្យហេងដោយបំណងពងប្រាថ្នាបន្តមកទៀតខ្ញុំសូមទស្សទាយជូនដល់កូនចៅដែលកើតនៅឆ្នាំចរាសីនៅថ្ងៃស្អែកនេះគឺមធ្យមលេខសំណាង177ពណ៌សំណាងគឺពណ៌កៅគីកូនចៅដែលកើតនៅឆ្នាំរកាសំទោសដែលកើតនៅឆ្នាំចសូមខមមិនលេខ177ហើយពណ៌សំណាងពណ៌កគីខមមិនលេខ177 share វីដេអូគ្រូមហាជុំដាក់លេខ177អញ្ចឹងការងារប្រកបរបររកស៊ីប្រចាំថ្ងៃសម្រាប់លោកអ្នកដែលកើតនៅក្នុងឆ្នាំរកាគឺលោកអ្នកនឹងមានភាពគេថាសំប្រកបល្អប្រសើរថ្លៃថ្លាខ្ពង់ខ្ពស់ឧត្តមឧត្តមអត់មានអីដែលជារឿងរ៉ាវណាដែលជាការរាំងស្ទះទេលោកអ្នករកស៊ីគេថាមានបានធម្មតាអីធម្មតាអញ្ចឹងទៅល្អប្រសើរណាស់បាទបាទស្រស់គេហៅថាល្អណាស់បាទការងាររកស៊ីលក់ដូរអីហ្នឹងបាទហើយក៏អត់មានអីដែលជាការដែលយើងគិតថាពិបាកចិត្តឬមួយក៏អ្វីដែលមិនល្អទេគឺល្អប្រសើរហើយក៏ល្អថ្លៃថ្លាចំពោះការងាររកស៊ីលក់ដូរប្រចាំថ្ងៃចូលដល់ឆ្នាំកុលឆ្នាំកុលរាសីរបស់លោកអ្នកនៅថ្ងៃស្អែកនេះគឺឡើងខ្ពស់ត្រដែតឆ្នាំកុលរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតលេខសំណាង117ពណ៌សំណាងគឺពណ៌ប្រផេះឆ្នាំកុលលេខសំណាង117ពណ៌សំណាងពណ៌ប្រផេះឆ្នាំកុលលេខសំណាង117ពណ៌សំណាងពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំកុលលោកគ្រូចង់ជម្រាបជូនថារាសីឡើងខ្ពស់តដែតនៅថ្ងៃស្អែកនេះលោកអ្នកដែលកើតនៅឆ្នាំកុលលោកអ្នកនឹងទទួលបានលៀបលោកអ្នកនឹងទទួលបានជ័យហើយលោកអ្នកធ្វើនៅកិច្ចការអីគឺបានសម្រេចដោយក្តីបំណងពងប្រាថ្នាលោកអ្នកជោគជ័យហើយលោកអ្នកហេងនៅក្នុងជីវិតការធ្វើដំណើរទៅទីចិត្តទីឆ្ងាយមានសុវត្ថិភាពសេចក្តីស្នេហាក៏កាន់តែល្អរីកចម្រើនអ្នកដែលមិនទាន់មានគូក៏ដល់គូអ្នកដែលមានគូហើយក៏ផ្អែមល្ហែមស្រឡាញ់គ្នាល្អល្អអឿនចំពោះសុខភាពវិញគឺល្អប្រសើរអត់មានឈឺអត់មានគ្រុនអីទេណាបាទល្អណាស់ប្រពៃណាស់អញ្ចឹងលោកអ្នកដែលកើតនៅក្នុងឆ្នាំកុលដែលជាឆ្នាំកូនពៅគេរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតបាទលេខសំណាង177ពណ៌សំណាងគឺពណ៌កៅគីគ្រូមហាជុំអត់មានអីទេប៉ុន្តែសូមលើកម្រាមដៃ10ជូនពរជូនជ័យដល់កូនចៅដែលកើតនៅក្នុងឆ្នាំកុលហ្នឹងសូមឲ្យមានលៀបសូមឲ្យមានជ័យសូមឲ្យហេងកូនចៅប្រាថ្នានៅកិច្ចការអីបានសម្រេចដោយក្តីបំណងពងប្រាថ្នាណាបាទជាអាវសាន
bà chị ai và sáng cả live video rồi bỏ lục rùm hai chúng nơi nông điện tây ngày putตีมาพายบุญใครใส่ฮักชามปีปอนมาพายปีบานบอลตีเป็นจอบให้ออกคนนะดอลคนใจโปรสไลเตียงอ๋อบ่าได้บานมือในการไล่บอลลูกรู้ให้สมชุนเปิดดอลคนใจตึงอ๋อในการในชนามชุนเชลคาทอโรมาสั้นมันมีมันไม่บอกการโจกอลส่งมาในไทยใส่นี้ส่งมาลูกเนี่ยมีเลียบส่งมาลูกเนี่ยมีเชยให้ส่งมาลูกเนี่ยพัฒนาในกิจการไอ้คือบานสมัยโดยบ่มน้องปองพัฒนาลูกเนี่ยจูบแต่เฮงลูกเนี่ยจูบแต่โจกลูกเนี่ยจูบแต่เจยนะสกสบายเฮงสำนางอ๋อลูกรูมหาจุ้มส่งชุนโปชุนเจยดอลคนใจโปรสไลตึงอ๋อเอาจูบปะเตะแต่หนึ่งสำนางอ๋อเรียจับปีเป็นดีต่อเตยลูกครูสมอก้นสมกรุบเลี้ยสัญญาจูบนี้ในไทยสายตามเปย์เลี้ยนังเมาดอได้เมาอัดดอได้ได้เรียงเลยเรียงขวาติดไอ้คนใจนะด่าผมคังไอ้จังเฮงต่างออกเนี้ยนะจุกใจต่างออกเนี้ยใครแต่จีสิ